Ok, số đây là con này ni cứ chia mê riêng tí bảy ở mê riêng tí pi bao giờ ngay hay có chia episode tí bảy đại dương mà riêng làm pi cả an khen đo bắt tọt tiết là ngày nơi episode tí pi cứ dương ban riêng đấy naคือ khen đo bully in cả vinh hay là bearish in cả về hay sầm ngày này đấy cứ nhom lơ pi khen đo mà riêng tiết cứ evening star chỉ môi nâng morning star chẳng nó pe đại bay khen đo nâng việc confirm việc ai đừng vừa ở xa miền cà lá hay đừng chọn một bình khang là ngày ở trước muốn đừng chiên đo mê đến bông bồn bờ mình toàn miền này chuyên đồ tới bông bồn ai chat và nhóm mắt làm bài bạc này chuyên đồ bạn hay nhóm đừng add bông bồn cho trong group telegram làm bài dương riêng thái dương rốt đầm bồn trên châu ngọc này tam lan toàn tiền ngọc này nó ngày trước morning star chỉ môi nâng evening star vì nó pe đặt confirm candle nâng tap xa miền đừng miền lạc nặng từ nào ở đây dương một sắc xa ngọc này ok អញ្ចឹងខ្ញុំមកនិយាយពី Morning Star មុន Morning Star គឺជាប្រភេទ3 candle ចាជាប្រភេទ3 candle បូកបញ្ចូលគ្នាទៅបង្កើតជាpattern មួយដែលគេហៅថា Morning Star អញ្ចឹងវាកើតឡើងមិននៅពេលដែលផ្សារកំពុងតែ down trend ផ្សារកំពុងតែចុះនៅពេលដែលវាចុះអស់ខ្យល់ហើយវានឹង confirm រូបរាងបែបនេះវានឹងឡើងទៅវិញយើងអាចយក confirm វាជាមួយនឹងtechnique ផ្សេងៗដើម្បីយើងអាចចូលផ្សារបានអញ្ចឹងបងប្អូនអាចមើលបាននៅពេលដែលផ្សារវាចុះជារូបរាងបែបនេះហើយវាចេញជា bearish បែបនេះមួយរួចហើយក៏វាចេញជា candle ទូចបែបនេះមួយទៀតបងប្អូនអាចសម្គាល់ជាលក្ខណៈ candle សម្គាល់3 candle សម្គាល់ចូលគ្នាបន្ទាប់មកវាចេញជា candle bullish បែបនេះឡើងទៅលើវិញគឺវាបានផ្ដាច់នៅតំបន់ 100% កន្លែងនេះអញ្ចឹងវាមានផ្ដាច់កន្លែងនេះវាបង្កើតទៅជា morning star អញ្ចឹងបងប្អូនអាចចេញជារូបរាងបែបនេះបងប្អូនអាចសម្គាល់វាថាវាគឺជាប្រភេទ morning star ហ្នឹងហើយ evening star ដូចគ្នាបងប្អូនគ្រាន់តែវាបញ្ជាក់ចូលគ្នាគឺmorning star គឺវាបង្កើតនៅតំបន់ support ដូចជា bullish engulfing អញ្ចឹងហើយ morning evening star ក៏ដូចគ្នាវាបង្កើតនៅតំបន់ resistance ខាងលើដូចជាbearish engulfing អញ្ចឹងបងប្អូនអាចចូលទៅក្នុង website មើលបានថានៅពេលដែលវាចេញរូបរាងអញ្ចឹងគឺផ្សារវា confirm យ៉ាងម៉េចឥឡូវអានេះ morning star នេះ evening star គ្រាន់តែវាកាប់បញ្ជាក់គ្នាទេវាឈ្មោះវាខុសគ្នាហ្នឹងហើយអញ្ចឹងបងប្អូនអាចចូលមើលក្នុង Google បងប្អូនអាចវាយពាក្យនេះ morning star មកឬមួយក៏ evening star មកបងប្អូននឹងឃើញហើយឥឡូវអានេះគឺជាប្រភេទ morning star អញ្ចឹងបងប្អូនអាចចូលមើលបាននេះអានេះក្នុងផ្សារនៅពេលដែលផ្សារវាចាប់ផ្ដើមចុះមកអញ្ចឹងវាឡើងហើយវាចុះហើយវា confirm នេះឃើញអានេះក្នុងផ្សារជាក់ស្ដែងឲ្យតែអានេះមិនចាំបាច់break ដាច់អាក្រហមក៏បានដែរឲ្យតែនៅតំបន់ចន្លោះពី50 75% ទៅ 100% ហ្នឹងគេ confirm ជា morning star បានឃើញវាបង្កើតអញ្ចឹងឲ្យតែវាបង្កើតទៅជាអញ្ចឹងគឺចេញជា morning star គឺវានឹង confirm វាអស់ចុះទៀតហើយគឺវាចុះអស់ទៅនេះហើយអញ្ចឹងបងប្អូនអាចដាក់ SL ទៅចង់នេះបានអញ្ចឹងវានឹងឡើងទៅលើវិញហើយចំពោះ evening star ក៏ដូចគ្នានេះបងប្អូនអាចមើលបានណាវាឡើងអញ្ចឹងហើយវាចុះមកតំបន់វានៅតំបន់ខ្ពស់ខាងលើ resistance ខាងលើហើយវាបង្កើតទៅជា evening star គឺវាចុះមកក្រោមអូខេឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅក្នុងមើលក្នុងផ្សារជាក់ស្ដែងនៅពេលដែលផ្សារជាក់ស្ដែងវាចេញជារូបរាងមិនឥឡូវខ្ញុំសូមលុបនេះចោលសិនអូខេយើងចូលមើលក្នុងផ្សារជាក់ស្ដែងចុះអូខេអានេះtime frame 1ម៉ោង time frame 1ម៉ោងក៏វា strong ដែរចំពោះដូចជា bullish bearish អីហ្នឹងគឺ time frame 1ម៉ោងគឺ strong អាហ្នឹងបើយើងមើលឥឡូវយើងមើលនេះបងប្អូនមើលមកក្លុកនេះបានដែរខ្ញុំឲ្យបងប្អូនមើលមួយដុំនេះអញ្ចឹងបើសិនជាវាមានមួយដុំហ្នឹងបងប្អូនអាចចូលបានអញ្ចឹងតំបន់នេះបងប្អូនអាចចាប់ជាអានេះ high ខ្ញុំចាប់អានេះ low វាអញ្ចឹងបើសិនជាវាកើតជា evening star នៅម្ដុំនេះឬមួយក៏ម្ដុំនេះឬមួយក៏ម្ដុំនេះបងប្អូនអាចចូល sell បានហើយបើmorning star បើវាកើតនៅម្ដុំនេះបងប្អូនអាចចូលបានតែវាអត់កើតទេអញ្ចឹងយើងចូលមើលកន្លែងផ្សេងខ្ញុំសូមលុបនឹងចោលវិញយើងមើលក្នុងផ្សារជាក់ស្ដែងតែម្ដងតើវាមានកើតអត់ហើយវា confirm អញ្ចឹងអត់ហ្នឹងហើយ
អញ្ចឹងអានេះ time frame 1 ម៉ោងបងប្អូនអាចអុក scroll មើលបានអានេះក៏គេចាត់ទុកជា morning star ដែរណាបងប្អូននេះនេះ3 candle នេះ candle ទី1 candle ទី2 candle ទី3 3 candle ហ្នឹងវាបង្កើតទៅជា morning star morning star គឺវាចុះមកក្រោមប្រហែលលេខបងប្អូនកុំឃើញទូចអញ្ចឹងអានេះ time frame ធំមុនគិតមកពីនឹងមកហ្នឹងប្រហែលលេខ80លេខមិនតិចហ្នឹង80លេខដោយសារតែ time frame ធំអញ្ចឹងវាចេញជារូបរាងបែបហ្នឹងបងប្អូនអាចចូលបានហ្នឹងចូលពេលផ្សារបើកភ្លាមមកវានឹងចុះមកហើយអូខេឥឡូវយើងមើលបន្តទៀតតើវាមានកន្លែងណា confirm ដែលស្អាតអត់ពេលខ្លះយើងរៀនចេះទាំងអស់ទៅយើងបើសិនជាវាអត់មាន morning star វាអាចមាន evening star បើអត់មាន evening star វាអាចមានទៅជា bearish ឬមួយក៏ bullish អីចឹងបងប្អូនអាចចូលមើលក្នុងផ្សារចាក់ស្ដែងបានប្រភេទ3 candle នេះគឺវាភាគច្រើនវាមិនងាយមានដែរតែវាមានតាម time frame អូខេឥឡូវខ្ញុំតម្លើង time frame មក4ម៉ោងចំណាប់បាត់អូខេនេះបងប្អូនយើង time frame 4ម៉ោងគឺវា strong ហើយវាច្បាស់ឥឡូវខ្ញុំឧទាហរណ៍មួយកុំឲ្យខាត់ពេលយូរបងប្អូនអាចចូលមើលបានអញ្ចឹងនៅពេលដែលផ្សារនេះចាំមើលខ្ញុំគូឲ្យបងប្អូនមើលលម្អិតណាបងប្អូនមើលតាមខ្ញុំនេះគឺជាប្រភេទ up trend ឡើងលើអញ្ចឹងណាហើយនេះគឺដូចគ្នាយើងអាចមើលបានអានេះគឺជាតំបន់ support របស់វាអានេះ support ខាងក្រោមអានេះ resistance ខាងលើអានេះមានន័យថា low high high below low high ហ្នឹងហើយបងប្អូនអាចមើលបានអញ្ចឹង morning star វាកើតនៅកន្លែងណាបងប្អូនឃើញទេដូចខ្ញុំនិយាយចឹងនេះអានេះគឺជា morning star នេះឃើញទេវាបង្កើតនៅតំបន់resistance នៅខាងលើឃើញទេវាអស់ឡើងទៀតទេនៅពេលដែលវាបង្កើតជា morning star evening star នៅម្ដុំហ្នឹងគឺហើយកន្លែងនេះបងប្អូនអាចចូលមើលបាននេះអានេះគេអានេះគឺជា morning star មួយអានេះគេនេះពីរជាប់គ្នារៀនវីដេអូមុនណាគាត់ថាអត់ចេះ bearish engulfing អញ្ចឹងអាកន្លែងនេះបងប្អូនចូលជាទំនុកចិត្តបងប្អូនអាចមើលបាននេះ confirm 2 candle បញ្ចូលគ្នា evening star មួយ morning bearish engulfing មួយបងប្អូនឃើញទេពីរនឹងបញ្ចូលគ្នាstop បងប្អូនឃើញទេពីរ pattern បញ្ចូលគ្នាឃើញផ្សារចុះមកខ្លាំងរឿងអីមិនបងប្អូនចូលមិនបានលុយរៀនប៉ុណ្ណឹងហើយ evening star មួយ bearish engulfing សិតតា candle ដែល confirm ឲ្យផ្សារនឹងចុះអញ្ចឹងរឿងអីដែលបងប្អូនចូលអត់បានលុយនេះចូលមកនៅពេលដែលឃើញពីរអញ្ចឹងបងប្អូនចូលហើយនេះ SL នៅលើbearish engulfing ហើយ TP យើងចាប់ចូល liquidity វាឡើងនេះមកបងប្អូនណាឡើងនេះក៏ចូលនេះចូល liquidity នេះក៏ចូលដែរតែវាវែងយើងទៅ hold យូរបងប្អូននឹងចាប់ liquidity នេះមកtime frame ធំបងប្អូន C បានច្រើនលេខហ្នឹងហើយSL វារៀងធំដែរដោយសារ time frame ធំប៉ុន្តែនៅពេលដែលវា confirm ចេញមកគឺច្បាស់តែម្ដងឲ្យតែវា confirm ចេញមកគឺច្បាស់តែម្ដងឃើញហើយនេះមិន confirm តា morning star មួយណាយើង confirm បញ្ចូលគ្នាជាមួយនឹង bearish engulfing ទៀតអញ្ចឹងយើងធានាយើងកក់ក្ដៅគឺថាផ្សារហ្នឹងគឺនិយាយរួមអន់ណាក៏80ទៅ90%នៃទំនុកចិត្តដែលយើងទុកចិត្តដែរអញ្ចឹងបងប្អូនអាចមើលបានកុំឲ្យខាត់ពេលយូរដោយសារតែវីដេអូនេះវែងហើយខ្ញុំសូមបិទវីដេអូនេះអរគុណច្រើន